ខ្ញុំអូ Facebook មកគឺខ្ញុំបានឃើញបងស្រីម្នាក់ដែលគាត់ផុសពីក្មួយគាត់ដែលត្រូវបានគេវាយហើយរឿងហ្នឹងវាមិនមែនជារឿងដែលក្មេងៗជួបគ្នាគឺមានមនុស្សចាស់ចូលមកលូកដៃដែរហើយខ្ញុំលើរឿងហ្នឹងមកនិយាយដោយសារខ្ញុំ concern ដែរដោយសារសាលាដែលក្មួយស្រីបងស្រីគាត់រៀនហ្នឹងគឺជាសាលាដែលបងស្រីខ្ញុំរៀនដែរសាខាតែមួយសាលាតែមួយមកអញ្ចឹងខ្ញុំរៀង concern ពីបញ្ហាមួយហ្នឹងដែរតែបងស្រីគឺគាត់បានផុសថាក្មួយគាត់គឺត្រូវបានក្មេងស្រីជនបកហេតុហើយនឹងម្ដាយរបស់ក្មេងស្រីជនបកហេតុព្រួតគ្នាវាយក្មួយគាត់ហ្មងដោយម្ដាយរបស់ក្មេងស្រីជនបកហេតុហ្នឹងដឹកកូនរបស់គាត់ហ្នឹងទៅវាយក្មួយរបស់បងស្រីហ្នឹងហ្មងដោយវាយហ្នឹងគឺសាហាវអ្នកទាំងគ្នាក្មេងស្រីជនបកហេតុហ្នឹងគឺគាត់បានយកដុំថ្មមកវាយក្បាលក្មួយស្រីរបស់គាត់រៀងច្រើនដងដែរអ្នកទាំងគ្នាឡើងក្នុងវីដេអូហ្នឹងមានឈាមមានអីដែរហើយសំខាន់ម្ដាយរបស់ក្មេងស្រីជនបកហេតុហ្នឹងគឺគាត់បានចាប់ក្មួយស្រីបងស្រីដើម្បីឲ្យកូនគាត់ហ្នឹងវាយទៅលើក្មេងស្រីជនរងគ្រោះហ្នឹងហើយមិនធំតែប៉ុណ្្នឹងឯងគឺថែមទាំងថតវីដេអូទៀតថតវីដេអូសើចសប្បាយទៀតតាមតែអីដែលបងស្រីគឺគាត់ផុសខ្ញុំគ្រាន់ឃើញអីដែលបងស្រីគាត់ផុសហើយខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ស្រួលចិត្តហ្មងស្មានថាបើសិនធ្លាក់លើប្អូនខ្ញុំក្មួយខ្ញុំនឹងថាខ្ញុំស្លុតចិត្តហ្មងហើយអីដែលខ្ញុំអត់យល់ខ្លាំងហ្នឹងគឺម្ដាយរបស់ក្មេងស្រីបកហេតុហ្នឹងខ្ញុំអត់យល់ថាគាត់គិតអីបានគាត់ហ៊ានដល់ថ្នាក់ដឹកកូនគាត់ទៅវាយក្មេងស្រីដតីទៀតដែលអាយុតាណាកូនគាត់ហើយថែមទាំងលោកដៃចូលទៅជួយកូនគាត់ដើម្បីធ្វើរឿងទង្វើហិង្សាអញ្ចឹងទៀតក្មេងៗគ្នាឆ្លោះគ្នាខ្ញុំគិតថាវាមិនមែនជារឿងអីធំដុំដល់ថ្នាក់ថាត្រូវប្រើពើហិង្សាយើងជាមនុស្សចាស់ទៅប្រើពើហិង្សាលោកដៃចូលទៅក្នុងរឿងហ្នឹងដែរបើសិនគ្នាមានបញ្ហាអីយើងជាមនុស្សចាស់យើងជួនទៅយើងនិយាយសួរនាំសម្របសម្រួលអីអញ្ចឹងទៅព្រោះយើងជាមនុស្សចាស់យើងជាម្ដាយហើយនឹងគាត់គិតថាទង្វើដែលគាត់ជូនកូនគាត់ទៅវាយក្មេងស្រីដតីហ្នឹងគឺជាទង្វើដែលគាត់ស្រឡាញ់កូនគាត់ការពារកូនគាត់កាន់ជើងកូនគាត់ប៉ុន្តែទង្វើហ្នឹងគឺខុសខ្លាំងមែនតើឥឡូវសម័យថាបើមើលពីជ្រុងមួយទៀតណាសម័យថាគាត់ជូនកូនគាត់ទៅវាយក្មេងស្រីដតីសម័យថាកូនគាត់ជ្រុលដៃទៅធ្វើឲ្យក្មេងស្រីដតីហ្នឹងក្មេងស្រីជនរងគ្រោះហ្នឹងមានបញ្ហាដូចជាពិការឬក៏ប៉ះពាល់ដល់ជីវិតអីចឹងទៅព្រោះវាយសិតដុំថ្មចំក្បាលទៀតរឿងអីក៏យើងមកឃើញដែរព្រោះចំក្បាលវាចំណុចសំខាន់ដែរអ្នកនរគ្នាអញ្ចឹងជ្រុលដៃធ្វើឲ្យមានបញ្ហាអញ្ចឹងទៅកូនគាត់ហ្នឹងគឺអស់អនាគតខ្លាំងមែនតើហ្មងចឹងខ្ញុំចង់សួរថាគាត់ជាម្ដាយហ្នឹងគាត់មានវិបត្តិសេរីអត់ដែរគាត់គឺជាអ្នកដែលនាំកូនគាត់ទៅរកភាពអស់អនាគតហ្នឹងនេះហើយសំខាន់តួមិនទាន់មានរឿងបញ្ហាអីធំដុំដល់ថ្នាក់ដូចតែខ្ញុំនិយាយទេគាត់តែបងស្រីគាត់ផុសប៉ុណ្ណឹងឆ្លោះគ្នាទៅនាំកូនទៅវាយគេប៉ុណ្ណឹងណាកូនគាត់មាន background អត់ល្អបាត់អីចឹងយើងជាម្ដាយបើយើងស្រឡាញ់កូនមែនយើងអត់គួរធ្វើអញ្ចឹងឯណាគ្នាមិនថាកូនខឹងយើងជាម្ដាយយើងខឹងដែរយើងចង់ដឹកកូនយើងទៅវាយណាគេក៏បានដែរមិនអញ្ចឹងទេហើយមួយទៀតយើងជាម្ដាយយើងគឺជាតួអង្គហើយនឹងជាគំរូមួយដែលសំខាន់បំផុតសម្រាប់នៅក្នុងជីវិតកូនដែលសម្រាប់ឲ្យកូនយើងមើលតាមយើងធ្វើតាមយើងណាហើយឥឡូវសួរថាបើគាត់បង្កើតគំរូអញ្ចឹងដល់កូនគាត់ហើយតើគាត់ expect អីពីកូនគាត់ព្រោះគាត់គ្រប់គ្រងកូនគាត់ឲ្យប្រើប្រាស់ពើហិង្សាទៅលើអ្នកដទៃប៉ុណ្ណឹងហើយតែគាត់ expect អីពីកូនគាត់ទៀតអញ្ចឹងគំរូហ្នឹងគឺជាគំរូអត់ល្អខ្លាំងមែនតើហើយកុំនិយាយថាទង្វើហ្នឹងគឺជាទង្វើស្រឡាញ់កូនអត់ស្រឡាញ់កូនទេស្រឡាញ់ដែរតែស្រឡាញ់បែបខុសៗហើយដោយបងស្រីដែលគាត់បាន mention នៅក្នុង post គាត់ដែលថាខាងសាលាអត់ទាន់មានដំណោះស្រាយអីសន្តិសុខដែលនៅកន្លែងកើតហេតុគាត់បានធ្វើតែឈរមើលអត់មានចាក់បែកឬក៏សម្របសម្រួលអីអត់មានវិធានការអីទៅលើអារឿងហ្នឹងគឺខ្ញុំរៀង concern ដែរអ្នកនរគ្នាដោយសារដូចខ្ញុំនិយាយចឹងថាប្អូនខ្ញុំគឺគាត់រៀនសាលាជាមួយនឹងក្មួយស្រីរបស់បងស្រីដែលគាត់ផុសហ្នឹងអញ្ចឹងខ្ញុំរៀងបារម្ភដែរសម័យថាថ្ងៃហ្នឹងកើតឡើងលើក្មួយស្រីរបស់គាត់ចុះថ្ងៃក្រោយកើតឡើងលើប្អូនខ្ញុំតើខ្ញុំនឹងមានអារម្មណ៍ខ្ញុំនឹងស្លុតចិត្តមិនអញ្ចឹងខ្ញុំរៀង concern ខាងមែនតើអញ្ចឹងខ្ញុំសង្ឃឹមថាខាងសាលាគឺគាត់មានវិធានការអីដោះស្រាយទៅលើបញ្ហាមួយហ្នឹងហើយជាចុងក្រោយនៃវីដេអូហ្នឹងគឺខ្ញុំមានតែជូនពរឲ្យក្មួយស្រីបងស្រីមានសុខភាពទាំងផ្លូវកាយផ្លូវចិត្តព្រោះថាក្មេងគ្នាតែជួបហេតុការណ៍អញ្ចឹងស្ថិតនៅក្នុងហេតុការណ៍អញ្ចឹងគឺដឹងតែបាក់ស្បាតហើយតម្រាំខ្ញុំជាធំហើយណាអ្នកនរគ្នាខ្ញុំគ្រាន់ឃើញផងហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំស្លុតចិត្តតម្រាំតែគ្នានៅក្នុងហេតុការណ៍ហ្នឹងទៀតមិនដឹងថាគ្នាភ័យមិនគ្នាតក់ស្លុតមកទេ